នេះគឺជាមេប្លន់ដ៏កាចសាហាវដែលរដ្ឋាភិបាលខ្លាចរអាប៉ុន្តែអ្នកក្របែរជាគោរពស្រឡាញ់ដូចជាវីរបុរសទៅវិញនេះគឺជាសាច់រឿងពិតរបស់ Jesse James មេក្រុមចោរប្លន់ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ Cowboy Vibes នៅក្នុងអំឡុងឆ្នាំ1860ជាងដែនដីភាគខាងលិចប្រទេសអាមេរិកគ្មានអ្នកណាដែលមិនស្គាល់ឈ្មោះថា Jesse James ឡើយគាត់និងបងប្អូនរបស់គាត់បានបង្កើតក្រុមចោរមួយឈ្មោះថា James Younger Gang ដើម្បីដើរធ្វើសកម្មភាពប្លន់ធនាគារប្លន់ឡានឈ្នួលនិងប្លន់រថភ្លើងយ៉ាងកម្រោលអ្វីដែលធ្វើឲ្យក្រុមរបស់គាត់ល្បីខ្លាំងគឺការប្លន់ដែលប្រើផែនការច្បាស់លាស់វាប្រហារលឿនដូចភ្នែកបន្ទោហើយតែងតែបាញ់សម្លាប់ប៉ូលីសឬអ្នកណាដែលហ៊ានរារាំងផ្លូវគាត់ជានិច្ចប៉ុន្តែរឿងដែលចម្លែកនោះគឺប្រជាជនក្រីក្រនៅសម័យនោះថែមទាំងស្រឡាញ់និងគោរពជានិច្ចព្រោះ Jesse James តែងតែយកលុយដែលប្លន់បានពីពួកអ្នកមាននិងធនាគារធំៗទៅចែកជូនអ្នកក្រខ្សត់រហូតគេប្រសិទ្ធនាមគាត់ថាជា Robin Hood នៃសម័យ Cowboy ដោយសារតែការតាមចាប់មិនបានថាការធនាគារធំៗបានជួយក្រុមហ៊ុនស៊ើបការសម្ងាត់ឲ្យមកតាមប្រមាញ់គាត់ប៉ុន្តែនៅតែបរាជ័យចុងក្រោយខ្សែជីវិតរបស់មេប្លន់ដ៏មានឥទ្ធិពលរូបនេះត្រូវបញ្ចប់ទៅយ៉ាងគួរឲ្យស្ដាយដោយសារតែការក្បត់ពីមនុស្សចំណិតក្នុងក្រុមខ្លួនឈ្មោះថា Robert Ford ជនក្បត់រូបនេះបានលុបបាញ់ចំក្បាល Jesse James ពីក្រោយខ្នងនៅក្នុងផ្ទះរបស់គាត់ផ្ទាល់តែម្ដងត្រឹមតែដើម្បីដកដូរយកប្រាក់រង្វាន់និងការលើកលែងទោសពីរដ្ឋាភិបាលចុះសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Jesse James តើគាត់គឺជាចៅបាបកម្មឬក៏ជាវីរបុរសជួយអ្នកក្រចាំជួយខមមិនប្រាប់ខ្ញុំផងសូមអរគុណ